នេះជាសកម្មភាពជំនុំគ្នាថ្ងៃដំបូងរបស់ក្រុមបាល់ទាត់តំណាងឲ្យឃុំមងយុវជនឃុំមងអញ្ចឹងយើងវឹកហាត់នេះត្រៀមសម្រាប់ចូលរួមប្រកួតពានរង្វាន់បាល់ទាត់សុខសេស្នំដែលរៀបចំឡើងដោយរដ្ឋបាលសុខសេស្នំដែលក្រុងធ្វើឡើងនៅចុងខែនេះគឺថ្ងៃទី31ថ្ងៃទី1ទៅហើយចំពោះក្រុមបាល់ទាត់ឃុំមងមិនទាន់មានអ្នកឧបត្ថម្ភទេហើយនៅខ្វះខាតច្រើននៅសម្ភារបំពាក់ស្រោមជើងខ្មងជើងអីដោយសារពេលពុតពៀនគេតម្រូវឲ្យមានចឹងបើសិនជាបងប្អូនឃុំមងសិស្សានុសិស្សដែលត្រូវជាសាច់ញាតិរបស់កីឡាករយើងអាចចូលរួមឧបត្ថម្ភដើម្បីឲ្យកីឡាករយើងមានសម្ភារៈគ្រប់គ្រាន់សម្រាប់ប្រកួតពៀនបើសិនជាយើងអត់មានខោអាវអីដូចគ្នាទៅពួតទៅវាអត់ល្អមើលដែរខុសគ្នាណាបើសិនជាយើងមានឯកសណ្ឋានស្អាតទៅពេលថតទៅវាស្អាតចាំមានតែអំពាវនាវដល់សិស្សានុសិស្សបងប្អូននៅឃុំមងអាចចូលរួមឧបត្ថម្ភបាន